ពុកម៉ែផ្ទះរបស់យើងវាពិតជាស្ងាត់ខ្លាំងណាស់ស្ងាត់រហូតដល់ធ្វើឲ្យកូនមិនចង់នឹងហ៊ានដើរចូលទៀតផងផ្ទះដែលធ្លាប់តែពោពេញដោយសំឡេងសើចសំឡេងហៅសំឡេងរអ៊ូរទាំរបស់ម៉ែពុកថ្ងៃនេះបែរជានៅសល់តែភាពស្ងប់ស្ងាត់និងអនុស្សាវរីយ៍ដែលធ្វើឲ្យកូនឈឺចាប់គ្រប់ពេលដែលនឹកឃើញរាល់ពេលដែលកូនបើកទ្វារចូលផ្ទះកូននៅតែសង្ឃឹមថានឹងឮសំឡេងម៉ែសួរហូបបាយហើយឬនៅកូនឬសំឡេងពុកសួរថាទៅណាមកណាមិនដេចក៏យប់ម្ល៉េះតែចុងក្រោយកូនឮតែសំឡេងខ្យល់បក់កាត់និងសំឡេងបេះដូងខ្លួនឯងដែលកំពុងតែនឹកពុកនឹងម៉ែកូននឹកសំឡេងពុកម៉ែខ្លាំងណាស់នឹកសូម្បីតែពាក្យសម្ដីស្ដីបន្ទោសដែលធ្លាប់ធ្វើឲ្យកូនខឹងធុញទ្រាន់និងចង់គេចចេញឲ្យឆ្ងាយថ្ងៃនេះទើបកូនដឹងថាពាក្យសម្ដីទាំងនោះមិនមែនគឺជាការស្អប់ទេតែគឺជាក្តីបារម្ភនិងក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌម៉ែធ្លាប់រអ៊ូថាកូនចូលផ្ទះយប់ពុកធ្លាប់ស្ដីបន្ទោសពេលកូនមិនស្ដាប់ដំបូន្មានកាលនោះកូនគិតថាពុកម៉ែតឹងរឹងពេកមិនយល់ពីចិត្តកូនតែពេលនេះកូនទើបដឹងថានៅលើលោកនេះគ្មាននរណាស្រឡាញ់និងបារម្ភពីកូនដូចពុកម៉ែទៀតឡើយកូននឹកបាយក្តៅក្តៅដែលម៉ែធ្លាប់ទុកឲ្យកូននឹកពេលម៉ែអង្គុយរំចាំរហូតកូនមកពីក្រៅទោះបីម៉ែហត់យ៉ាងណាក៏ដោយពេលនោះកូនមិនសូវបានគិតអ្វីច្រើនទេព្រោះគិតថាពុកនិងម៉ែនឹងនៅជាមួយកូនរហូតតែថ្ងៃនេះទើបកូនដឹងថាពេលវេលាដែលនៅជាមួយពុកម៉ែគឺពិតជាមានតម្លៃជាងអ្វីទាំងអស់ផ្ទះមួយនេះវានៅដដែលតុបាយដែលយើងធ្លាប់ញ៉ាំជុំគ្នាក៏នៅដដែលកៅអីដែលពុកនិងម៉ែធ្លាប់អង្គុយក៏នៅដដែលតែក្តីកក់ក្ដៅមិនដូចមុនទៀតឡើយព្រោះមនុស្សដែលធ្វើឲ្យផ្ទះមួយនេះមានជីវិតគឺពុកនិងម៉ែពេលខ្លះកូនអង្គុយម្នាក់ឯងមើលរូបថតចាស់ចាស់ហើយទឹកភ្នែកក៏ហូរចុះដោយមិនដឹងខ្លួនកូននឹកពេលដែលពុកម៉ែសើចជុំគ្នានឹកពេលដែលគ្រួសារយើងហូបបាយជុំគ្នាទោះម្ហូបមិនសូវមានអ្វីពិសេសក៏មានក្តីសុខជាងពេលនេះថ្ងៃនេះទោះមានអ្វីច្រើនជាងមុនក៏មិនអាចជំនួសសម្លេងពុកម៉ែបានឡើយមានពេលខ្លះកូនចង់ឲ្យពុកម៉ែស្ដីបន្ទោសនិងរអ៊ូរទាំដាក់កូនម្ដងទៀតព្រោះយ៉ាងហោចណាស់វាមានន័យថាពុកម៉ែនៅក្បែរកូនតែពេលនេះសូម្បីតែសំឡេងស្ដីបន្ទោសកូនក៏មិនអាចបានឮម្ដងទៀតដែរពុកអើយម៉ែអើយបើអាចវិលត្រឡប់ពេលវេលាវិញបានកូននឹងមិនធ្វើឲ្យពុកម៉ែពិបាកចិត្តទៀតឡើយកូននឹងចំណាយពេលវេលានៅជិតពុកម៉ែឲ្យបានច្រើននិងស្ដាប់ដំបូន្មានពុកម៉ែឲ្យបានច្រើនព្រោះថ្ងៃនេះកូនយល់ហើយថាមនុស្សដែលស្រឡាញ់កូនពិតប្រាកដបំផុតគឺជាពុកម៉ែទោះថ្ងៃនេះផ្ទះយើងស្ងាត់យ៉ាងណាតែក្តីស្រឡាញ់និងអនុស្សាវរីយ៍របស់ពុកម៉ែនៅតែរស់ក្នុងបេះដូងកូនជានិច្ចកូននឹកពុកម៉ែខ្លាំងណាស់នឹករហូតដល់ពេលខ្លះគេងមិនលក់នឹករហូតដល់ទឹកភ្នែកហូរដោយមិនដឹងខ្លួនហើយមិនថាពេលវេលាកន្លងប៉ុណ្ណាកន្លែងរបស់ពុកម៉ែដែលនៅក្នុងបេះដូងកូនគឺវាគ្មានថ្ងៃនឹងរលត់បានឡើយ